សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញការដំឡើង Swagger នៅក្នុង Nest.js ព្រោះថាជាធម្មតានៅពេលដែល API application របស់យើងមាន document API document ដូច Nest.js ដូចអីចឹងវាងាយស្រួលក្នុងការដឹងថា application របស់យើងនឹងមាន API endpoint អីខ្លះហើយវាងាយស្រួលក្នុងការ test ចឹងអត់បងយូរយើងដោយសារតែមុនហ្នឹងគឺយើងបាន install ហើយចឹងយើងបន្ទាប់គឺយើងចូលទៅកាន់ page Nest.js ទៅហើយយើងចូល open API យើងចូល introduction ចឹងយើង copy បាននេះមកយើងអាចបិទវាសិនទៅហើយយើងផាសមកចឹងនៅពេលយើង install គឺវានឹង install Swagger ចូលអូខេចឹងវា install ហើយចឹងបន្ទាប់មកពេលដែល install ហើយគឺយើងត្រូវការ set up នៅក្នុង main.ts ចឹងយើងគាត់តែ copy ប៉ុណ្ណេះមកចឹងយើង back មក VS Code របស់យើងចឹងយើងផាសប៉ុណ្ណេះមកបន្ទាប់មកយើង import document builder ពី Swagger ចឹងយើងមានត្រូវការ Swagger module មួយទៀតទៅយើង import មួយទៀតដែរអញ្ចឹងនៅពេលដែលយើង set up ប៉ុណ្ណេះយើងដូរឈ្មោះទៅជប់ដូរឈ្មោះអស់យើងអាច remove tag បានប៉ុណ្ណេះទៅអញ្ចឹងចឹងដាក់ចេះតបមកយើង run project យើងម្ដងចឹងយើង run success ហើយយើង back មក browser របស់យើងហើយមិញក៏យើងបានចុច hello world ចឹងមិញក៏យើងបាន set endpoint ដើម្បី view កាន់ document ហ្នឹងដែរអញ្ចឹងពេលយើង enter មកវានឹងចេញ Swagger ហើយនេះដែលយើងដូរឈ្មោះមក description ហើយនេះ endpoint ដំបូងរបស់យើង by default គឺគេ set ដល់ហ្នឹងហើយចឹងនៅពេលយើង execute វានឹងចេញ hello world ចឹងការ set up Nest.js របស់ខ្ញុំគឺបានជោគជ័យចប់ប៉ុណ្ណឹងអរគុណច្រើនក្នុងការទស្សនាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតជួយ like ជួយ subscribe ហើយរងចាំនឹងវីដេអូបន្តអរគុណច្រើន